ជំរាបសួរបងប្អូនទាំងអស់គ្នាហើយក៏សួស្តីពុកម៉ែបងប្អូនព្រោះថាមួយរយៈនេះគឺបាត់ខ្ញុំរៀងយូរដែរអញ្ចឹងណាបងប្អូនអត់សូវមានពេលធ្វើវីដេអូច្រើនទេបងប្អូនដោយសារតែជាប់រវល់បងប្អូនគឺរវល់ខ្លាំងជាងមុនទេបងប្អូនហើយថ្ងៃនេះដែរគឺខ្ញុំបានធ្វើលក្ខណៈជាផ្អែមហើយថ្ងៃនេះដែរក៏អត់បានបញ្ចូលសម្លេងបែបលក្ខណៈគ្រួសារឬក៏ដៃគូជីវិតអីទេថ្ងៃនេះគឺមកនិយាយពាក្យផ្ទាល់ហើយឃើញនិយាយចាំទៅឃើញវីដេអូធ្វើរបៀបនេះគឺបញ្ចូលសម្លេងតាមបែបហ្នឹងតែម្ដងអញ្ចឹងណាអញ្ចឹងជាដំបូងគឺខ្ញុំយកសណ្តែកបាយនេះគឺយកទៅត្រាំទឹកចំនួន4ម៉ោងបន្តមកទៀតគឺយើងយកមកចំហុយទៅវាឆ្អិនហើយបន្ទាប់ពីចំហុយសណ្តែកហ្នឹងហើយគឺយើងទុកវាចោលទៅគឺយើងមកកាត់ចាក់ខ្វៃហើយចំពោះចាក់ខ្វៃនឹងផងដែរគឺខ្ញុំទិញស្រាប់ទេបងប្អូនគឺខ្ញុំអត់បានធ្វើខ្លួនឯងទេព្រោះតម្រាំតែធ្វើចាក់ខ្វៃគឺដឹងប្រហែលម៉ោងទេបងប្អូនហើយណាមួយក៏ល្ងាចហើយហើយបន្តមកទៀតគឺខ្ញុំលាយម្សៅឆាគឺលាយជាមួយទឹកព្រោះថាធ្វើផ្អែមតើស្រួនមួយមុខនេះគឺយើងត្រូវប្រើម្សៅឆាឲ្យយើងច្រើនតិចចាហើយបើសិនជាបងប្អូនអត់មានម្សៅឆាទេបងប្អូនអាចប្រើម្សៅពោតក៏បានដែរណាគ្រាន់តែជំនួសចឹងណាបងប្អូនព្រោះថាពីមុខហ្នឹងគឺប្រើបានដូចគ្នាយើងក៏ឲ្យរលាយសពចុះគ្នាយើងទុកម្ល៉េះទៅឥឡូវយើងមកមើលសណ្តែកបាយយើងហ្នឹងក៏ឆ្អិនហើយដែរនិយាយចំទៅខ្ញុំចំហុយរយៈពេល30នាទីឆ្អិនបានល្អខ្លាំងមែនទេបងប្អូនសណ្តែកបាយហ្នឹងគឺខ្ញុំធ្វើចំនួនតែ2ខាំទេបងប្អូនហើយ2ខាំនៅពេលដែលចូលទៅត្រាំទឹកគឺថា1គុណនឹង2បងប្អូនអើយ2ខាំស្មើនឹង4ខាំបាត់ហើយជំហានបន្ទាប់ហ្នឹងគឺខ្ញុំដាំទឹកឲ្យពុះហើយគឺខ្ញុំចាក់ម្សៅឆាដែលខ្ញុំលាយទៅ8មិញហ្នឹងគឺចាក់ចូលហើយកុំភ្លេចកូរផងបងប្អូនអញ្ចឹងទេព្រោះម្សៅឆាតែពេលបើសិនជាយើងអត់កូរគឺវាជាប់បាតបន្តមកទៀតគឺខ្ញុំចាក់ស្ករខ្ញុំប្រើចំនួន10ស្លាបព្រាបាយចាព្រោះថាខ្ញុំដាក់ស្ករប៉ុណ្ណឹងគឺថាអត់ផ្អែមខ្លាំងណាបងប្អូនព្រោះខ្ញុំអត់ចូលចិត្តផ្អែមខ្លាំងទេចំពោះជាតិផ្អែមហើយកុំភ្លេចថែមអំបិលទៀតផងថែមមកចាប់បានហើយបើសិនជាបងប្អូនចូលចិត្តផ្អែមបងប្អូនថែមថយស្ករទៅតាមហ្នឹងទៅណាអត់អីទេហើយនេះគឺជាទិញបន្តិចបន្តួចនៅតាមផ្ទះរបស់ខ្ញុំទេបងប្អូនណាព្រោះថាមិនមែនជាអ្នកលក់គឺថាមិនសូវជំនាញធ្វើប្រមាណទេរឿងជាតិផ្អែមអញ្ចឹងណាហើយជាប្រភេទផ្អែមដែលងាយស្រួលធ្វើបំផុតគឺតៅស្រាន់ហ្នឹងហ្មងហើយបន្តមកទៀតគឺនៅពេលដែលយើងមើលទៅកូរទឹកនឹងឆ្អិនមើលទៅរៀងឆ្អិនហើយគឺថាយើងចាក់សណ្តែកបាយយើងចូលទៅហើយអធិស្ឋានផងបងប្អូនហើយធ្វើតៅស្រាន់នេះគឺខ្ញុំប្រើទឹកនៅរៀងច្រើនតាំងពីទៅខ្ញុំយកអាទឹកម្សៅឆាហ្នឹងចាក់ចេញខ្លះអញ្ចឹងណានិយាយចំអត់ច្រើនទេនេះខ្ញុំយកចេញទៅប្រហែលជា2-3វែកអីហ្នឹងព្រោះកុំឲ្យវាច្រើនពេកអញ្ចឹងណាហើយបន្តមកទៀតហ្នឹងគឺខ្ញុំមកកូរទឹកខ្ទិះគឺខ្ញុំអត់ញ៉ាំឆៅទេគឺខ្ញុំត្រូវការឆ្អិនអញ្ចឹងណាបងប្អូនកូរទឹកខ្ទិះហ្នឹងឲ្យរៀងពុះបន្តិចហើយចាំយើងចាក់ទឹកម្សៅឆាហើយនឹងថែមអំបិលបញ្ចប់អានេះជាទឹកនេះផ្ទះខ្ញុំឯណាតែបើសិនជាផ្ទះបងប្អូនធ្វើខុសពីខ្ញុំក៏កុំភ្លេចជួយខមមិនប្រាប់ខ្ញុំផងបងប្អូនលោកធម្មតាលើតិចនិចក្នុងការចូលចក្រានបាយធ្វើម្ហូបឬក៏ធ្វើបង្អែមអីគឺវាតែខុសគ្នាទីទួអញ្ចឹងណាបងប្អូនវាអត់ដូចគ្នាទាំងអស់ទេក៏តើតែទឹកខ្ទិះនឹងរៀងខាប់អញ្ចឹងហើយរួចរាល់ហើយឥឡូវយើងមកដួសញ៉ាំមកគឺវាឆ្អិនអស់ហើយបងប្អូនឃើញទេបងប្អូនស្រួលណាស់ហើយវីដេអូនេះដែរកុំភ្លេចជួយ like ជួយ share និងកុំភ្លេចឲ្យមេដៃនិងបេះដូងម្នាក់មួយផងដើម្បីលើកទឹកចិត្តនឹងខ្ញុំដើម្បីមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតចឹងណាបងប្អូនចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេអរគុណជំរាបលាបាយបាយ